ផុសវីដេអូជា power ទៅបែបនេះមានរូបមួយជាងនិងមាននេះមួយជាងបែបនេះអញ្ចឹងយើងបើអ្នកគ្នាចង់ចេះចូលទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាខ្ញុំទៅបរៀនអំពីរបៀបទៅផុសជាប្រភេទ power ទៅបែបនេះគឺទីមួយវាoff follow របស់យើងលឿនហើយ share គឺ share ច្រើនសំខាន់ទៅលើ page និងវីដេអូរបស់យើងហ្នឹងគឺវានេះអត់វានេះ caption របស់យើងមើលទៅតាក់ទាញហើយនឹងវីដេអូរបស់យើងមើលទៅតំណងអត់អញ្ចឹងជាបន្តអ្នកគ្នាចូលមក Google Chrome មកអូខេចូលមកអ្នកគ្នាគ្រាន់តែវាយពាក្យថាthe cam tool អូខេតោះមកអ្នកគ្នាចុច go មកអូខេតោះទៀតអានេះគឺគេឲ្យបង្កើត account ក៏ឲ្យ login account តែសម្រាប់ខ្ញុំមាន account អញ្ចឹងខ្ញុំចុច the cam tool មកហ្នឹងហើយបន្តទៀតអានេះសម្រាប់ add Facebook account Facebook ហើយអានេះគឺសម្រាប់យើងទៅផុសហើយអានេះសម្រាប់យើង share ហើយអានេះគឺសម្រាប់យើងលុបaccount លុបអីចឹងលុបផុសលុបអីរបស់យើងចឹងអូខេឥឡូវខ្ញុំអត់ចង់ share ចង់អីទេអញ្ចឹងខ្ញុំចង់ផុសខ្ញុំចូលមកកន្លែងវីដេអូ PE ចូលតាមមកអូខេចុចលើវាប៉ុនមកអូខេបន្តមកទៀតអានេះគឺកន្លែងយើងជ្រើសរើសaccount Facebook ដែលយើងត្រូវផុសវាថាក្នុងមួយ account យើងមាន page ប្រហែលអូខេឥឡូវខ្ញុំមាន account Facebook មួយចុចចូលមកអូខេឥឡូវនេះខ្ញុំអត់មានវីដេអូទេអញ្ចឹងខ្ញុំធ្វើម៉េចវាមានច្រើនវាមានផនlink ពី TikTok ពី Facebook ពី YouTube អញ្ចឹងខ្ញុំអត់មានទេអញ្ចឹងខ្ញុំទៅเอา link ពីក្នុង Facebook អញ្ចឹងខ្ញុំចូលមក Facebook មកអូខេឥឡូវខ្ញុំវាយពាក្យថា Good Night អត់មកដល់អីខ្ញុំវាយចេះតិចជប់ហើយអូខេប៉ុណ្ណឹងយើងធ្វើមើលវីដេអូនេះសឹករបស់ខ្ញុំខំមកយើងទៅវីដេអូនេះដេកធ្វើអីបាទចឹងមកវីដេអូនេះទៅណោះចឹងមកអូខេឥឡូវខ្ញុំយកនេះមួយចុះជុំព្រមដេកយកទៅសិនពីសិនមកខ្ញុំចុចកន្លែង copy link តទៅខ្ញុំចូលមកកាន់ P វិញខ្ញុំគ្រាន់តែចុចវាជាប់ចុចវាជាប់មកដើម្បីផាសអូខេចុចផាសមកតើខ្ញុំចុចget video Facebook មកចាំវាបន្តិចមកឲ្យវាដើរចាំតិចអូខេឥឡូវនេះវីដេអូរបស់យើងបានចូលមកយើងគ្រាន់ចុច go now នឹងគេគឺវាឲ្យ caption របស់យើងមកស្រាប់មកយកបាត់វាយទេគឺស្រួលមែនតើហើយការបង្កើតរបស់វាគឺស្រួលទៀតសម្រាប់ add Facebook យើងគ្រាន់តែយក account Facebook មកវាយ delete code ចូលមកគឺបានមកអញ្ចឹងតែថ្ងៃហ្នឹងខ្ញុំអត់ប្រាប់ពីនេះទេតទៅទៀតគឺយើងគ្រាន់តែចុច thích ở đâyយើងចង់បានត្រង់ណាអញ្ចឹងតែហូបខ្លះវាthìយើងចង់ដាក់ត្រង់ណាធ្វើជា cover របស់វាចូលហ្នឹងមកជាមួយមកខ្ញុំមកក្រុមកន្លែងនេះកន្លែងយើងហើគ្នាមកចុចហើមកហ្នឹងយើងអាច add រូបភាពបានតែខ្ញុំអត់ចង់ add ទេតោះមកនេះគឺជា page របស់យើងឥឡូវខ្ញុំចង់ផុស page ណាចង់ផុសតា page របស់ខ្ញុំនេះមិញទេអូខេឥឡូវខ្ញុំចុច submit point អូខេហ្នឹងឥឡូវចាំវា page ជាវាយថាម៉ាន់ទីអីម៉ាន់ទី5វិធីសំខាន់លើ server របស់យើងនេះហ្នឹងហើយចាំវាបន្តិចទៅហើយការបង្កើតរបស់វាគឺស្រួលហើយអត់ខូច account ដូច app ផ្សេងទេគឺស្រួលមែនតើ app ហ្នឹងខ្ញុំប្រើតាំងពី2022ម៉េចចឹងតែខ្ញុំប្រើខានសារវាបងលុយមួយខែយើងបងគេ$2ទៅ$2តែយើងអាច add បាន4 account ក៏បាន4 account ឥឡូវបែរជា3 account 4 account មុនហ្នឹងហើយបែរជា4 account ហើយយើងបើថាយើងមានមិត្តភ័ក្តិយើងចង់ផុសអាហ្នឹងដែរគឺយើង share គ្នាទៅម្នាក់មើល$អញ្ចឹងទៅ4 account $2មានអីអ្នកតែ2000មានអីត្រូវចំណាយហ្នឹងហើយឥឡូវយើងផុសជោគជ័យហើយតទៅទៀតយើងទៅមើលFacebook យើងបានផុសហ្នឹងហើយចេញវិញមកហើយខ្ញុំចូល page របស់ខ្ញុំ page ខ្ញុំឥឡូវអត់រីកទេដោយសារតែខ្ញុំផុសខាននេះគេផុសណាស់នោះផុសបានជោគជ័យហើយហ្នឹងហើយគឺលឿនមែនតើស្រួលទៀតអញ្ចឹងផុសទៅវារីកលឿនអញ្ចឹងបានទៅលើនេះបើយើងទេចេះតែផុសចោលហ្នឹងហើយទៅមកខំ page របស់ខ្ញុំគឺវាគេលុត Q តែតែផុសអត់រីកហ្នឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងបើអ្នកគ្នាពេញចិត្តវីដេអូហ្នឹងចង់ខ្ញុំធ្វើពីរបៀបបង្កើត account ឬក៏ចង់អីផ្សេងទៀតក៏ click comment ឬក៏ឆាតមកខ្ញុំក៏បានហ្នឹងហើយអរគុណច្រើន